បាទជំរាបសួរអ្នកទាំងអស់គ្នាយើងនឹងបន្ត English Grammar យើងបន្តទៀតនៅវគ្គនេះគឺ Chapter 3គឺយើងនិយាយអំពី phrase ហើយនិង clause គេថា a phrase is a group of verbs that work together as a unit but it does not have a subject and a verb so it cannot form a complete sentence phrase គឺជាក្រុមនៃពាក្យដែលដាក់បញ្ចូលជា unit តែមួយជាក្រុមតែមួយឲ្យធ្វើការជាមួយគ្នាប៉ុន្តែវាមិនមានប្រធាននិងកិរិយាសព្ទទេដូច្នេះវាមិនជាប្រយោគពេញលេញទេឧទាហរណ៍ in the morning in the morning គឺជា phrase វាកើតឡើងពីពាក្យមាន in the morning under the table ណាគឺជាក្រុមនៃពាក្យហ្នឹងមានពាក្យ under មាន the មាន table ហ្នឹងគឺជា phrase ហើយ after school ណាវាកើតឡើងពីពាក្យ after school អញ្ចឹងបូកចូលគ្នាមកវាគឺជា phrase after school they are phrase because they do not tell us a full action or thought បានថាវាគឺជា phrase ហើយពីព្រោះពួកវាមិនបានប្រាប់អំពី full action ឬក៏ thought ទេបានថាពីសកម្មភាពឬក៏គំនិតពេញលេញទេអានេះគឺជា phrase ហើយយើងមើល a phrase versus sentence phrase វាមាន in the classroom ណាគេថា not complete sentence វាមិនមែនជាប្រយោគពេញលេញទេវាមានតែ in មានពាក្យ in មាន the classroom in the east not complete sentence on the wall ក៏ not complete sentence ដែរអញ្ចឹងវាមិនមែនជាប្រយោគពេញលេញទេប៉ុន្តែយើងចូលមកដល់ប្រយោគវិញ sentence the students are in the classroom សិស្សនៅក្នុងថ្នាក់រៀនអញ្ចឹងវាគឺជាប្រយោគពេញលេញមួយជា complete sentence ណាអញ្ចឹងនៅក្នុងនោះ sentence វាមាន subject គឺ the student កិរិយាសព្ទជំនួយ are ហើយនឹង in the classroom គឺជា phrase it was a sunset of great beauty ណា she bought a beautiful dress អានេះគឺជាប្រយោគកាលណាប្រយោគគឺវាជាប្រយោគពេញលេញហើយបានថាវាមានប្រធានមានកិរិយាសព្ទហើយវាបង្ហាញពីសកម្មភាពពេញលេញឬក៏គំនិតពេញលេញអាហ្នឹងគឺជាប្រយោគប៉ុន្តែ phrase អត់ទេយើងមើលប្រភេទនៃ phrase គេថា noun phrase ដូចជាពាក្យ red car verb phrase ដូចជាពាក្យ is running prepositional phrase ដូចជាពាក្យ on the desk adjective phrase ដូចជាពាក្យ very tall adverb phrase ដូចជាពាក្យ quiet slowly អញ្ចឹងប្រភេទនៃ phrase វាមាន5ហ្នឹងមាន noun phrase verb phrase prepositional phrase adjective phrase verb phrase ឧទាហរណ៍របស់ noun phrase she bought a beautiful dress អញ្ចឹង a beautiful dress គឺជា noun phrase យើងផ្ដោតទៅលើតែក្រុមនៃពាក្យនេះ a beautiful dress អាហ្នឹងគឺជា noun phrase the tall boy is my brother ណា the tall ពាក្យ the ពាក្យ tall ពាក្យ boy អាហ្នឹងគឺជា noun phrase verb phrase ដូចជាឧទាហរណ៍ she is reading a book ពាក្យ is reading a book គឺជា verb phrase នៅក្នុងនេះគឺជា verb phrase សំទោសពាក្យ reading ហើយនឹង book គឺជា verb phrase they have finished their work finish
their work អាហ្នឹងជា verb phrase វាបង្ហាញពីកិរិយាសព្ទបានថាសកម្មភាពប៉ុន្តែវាមិនមែនជាតតែមានប្រធានមានអីទៀតបានជាប្រយោគពេញ phrase វាមិនមែនជាប្រយោគពេញឡើយ preposition phrase on the table គឺជា prepositional phrase after school ជា prepositional phrase adjective phrase the house is very big ហ្នឹងគឺជា adjective phrase she is extremely kind ហ្នឹងគឺជា adjective phrase adverb phrase នោះ he speaks quite softly ហ្នឹងគឺជា verb phrase she runs very fast គឺ adverb phrase អញ្ចឹងត្រឡប់មកវិញគឺបើយើងនិយាយពី phrase គឺវាជាក្រុមនៃពាក្យគេក្រុមនៃពាក្យដែលវាដាក់ជា unit តែមួយឲ្យធ្វើការជាមួយគ្នាវាកាត់ឡើងចេញជាពាក្យនឹងបង្កើតជាធាតុជាក្រុមមួយប៉ុន្តែវាអត់មានប្រធានទេដូច្នេះវាមិនមែនជាប្រភេទប្រយោគពេញលេញទេអញ្ចឹង noun phrase សំទោស phrase យើងគឺវាមាន5គឺ noun phrase verb phrase prepositional phrase adjective phrase verb phrase បន្តមកទៀតយើងចូលទៅ close ដល់គេថា a clause is a group of verbs that contain a subject and a verb a clause may or may not express a complete idea បើនិយាយពី clause វិញវាគឺជាក្រុមនៃពាក្យដែរតែវាមាន subject វាមានកិរិយាសព្ទ clause វាអាចបង្ហាញពី complete idea បើកំណត់ពេញលេញឬក៏มันអាចឬក៏មិនបង្ហាញពីកំណត់ពេញលេញយើងមើលទម្រង់ simple definition របស់វានៅទម្រង់ close គឺយើងទៅសេគឺ subject បូក verb អានឹងជា close គឺមាន subject មាន verb យើងចូលទៅ type of close គឺវាមាន2គឺ independent clause ឬក៏គេហៅថា main clause មួយទៀតហៅ dependent clause អញ្ចឹងទី1យើងនឹងនិយាយពី independent clause ឬក៏ main clause ហ្នឹងបើយើងនិយាយពី main clause ឬក៏ independent clause គេថា has a subject and a verb បានតែមានប្រធានមានកិរិយាសព្ទ can stand alone as a complete sentence គឺវាអាច stand alone បានវានៅតែឯងដើម្បីបង្កើតបានជាប្រយោគពេញលេញមួយយើងមើលឧទាហរណ៍ she is reading ណាចឹងវាគឺជាអីគេ independent clause ឬក៏ main clause ហើយវាមាន subject she វាមានកិរិយាសព្ទជំនួយ is អានឹងកិរិយាសព្ទ read នេះអញ្ចឹងវានៅតែឯងអញ្ចឹងវាអាចបង្កើតបានជាទម្រង់ប្រយោគមួយ They went home early ក៏ជា independent clause ដែរបើយើងនិយាយប្រភេទនៃ independent clause វាមានទី1គឺ declarative independent clause state a fact or idea បង្ហាញពីអ្វីដែលពិតឬក៏គឺជាគំនិតឧទាហរណ៍ she likes coffee បង្ហាញពីគំនិតចិត្តគំនិតរបស់នាងគឺចូលចិត្តកាហ្វេអាហ្នឹងគឺជា independent clause the children are play outside បង្ហាញពីសកម្មភាពពិតប្រាកដដែលយើងឃើញថាក្មេងៗកំពុងលេងនៅខាងក្រៅវាជាភាពពិតថាយើងដោយឃើញតបភ្នែកហ្នឹងថាពួកគេកំពុងលេងនៅខាងក្រៅចង់យ៉ាងអញ្ចឹងបើវាចូលលក្ខខណ្ឌហ្នឹងគេហៅថា declarative independent clause ហើយអញ្ចឹងវាបង្ហាញអំពីអ្វីដែលពិតឬក៏ជាគំនិតទី2
interrogative independent clause interrogative independent clause គឺបង្ហាញពីការសួរនៅសំណួរឧទាហរណ៍ Are you ready អានឹងគឺជា interrogative independent clause ហើយ Did he finish his homework ក៏ជា interrogative independent clause អញ្ចឹងអ្វីដែលយើងកើតជាទំនងសួរជា clause ដែលតាក់ទងនឹងសំណួរសួរអញ្ចឹងគេហៅថា interrogative independent clause ទី3 imperative independent clause គឺ gives a command or request បានតែយើងប្រើទំនោរហ្នឹងបានតែយើងស្គាល់ពីប្រធានហើយបានតែប្រធានគឺ you ហ្នឹងឧទាហរណ៍ close the door បានតែយើងស្នើឲ្យអ្នកណាម្នាក់ឬក៏បញ្ជាអ្នកណាម្នាក់បានតែយើងស្គាល់មនុស្សហ្នឹងហើយបានយើងស្នើឲ្យមនុស្សហ្នឹងឬក៏បញ្ជាអ្នកហ្នឹងឲ្យទៅបិទទ្វារអាហ្នឹងគេហៅថា imperative independent clause please sit down អាហ្នឹងក៏ជា imperative independent clause បានយើងស្គាល់បុគ្គលហ្នឹងបានយើងបញ្ជាឬក៏បង្គាប់បញ្ជាឬក៏ស្នើឲ្យបុគ្គលហ្នឹងអង្គុយចុះបានយើងឃើញគឺយើងស្គាល់បានយើងឃើញម្នាក់ហ្នឹងបានយើង understood នឹងពីមនុស្សហ្នឹងហើយទៅបានតែយើងដឹងបានតែឃើញដោយចក្ខុរបស់យើងដោយដឹងថាមនុស្សហ្នឹងយើងស្គាល់ហ្នឹងហើយបានយើងបញ្ជាឬក៏ស្នើបានថាបើយើងអត់ដែរស្គាល់មនុស្សយើងទៅបញ្ជាអ្នកហ្នឹងស្នើអ្នកហ្នឹងមិនកើតអញ្ចឹងយើងស្គាល់ហើយទី4គេហៅថា exclamatory independent clause so strong feeling or emotion បង្ហាញពី strong feeling របស់អារម្មណ៍រំជើបរំជួលរំភើបអីហ្នឹងប្រភេទជា exclamatory independent clause ហ្នឹងហើយឧទាហរណ៍ what a beautiful day is it បង្ហាញពី emotion ឬក៏ strong feeling or strong emotion ហ្នឹងបង្ហាញពីអារម្មណ៍រំជើបរំជួលអីហ្នឹងអាហ្នឹងគេហៅថា exclamatory independent clause ហើយ how fast he runs អាហ្នឹងក៏ជា exclamatory independent clause ដែរទី5 simple the independent clause នៅក្នុងនេះគឺវាមាន one subject and one verb វាជា simple independent clause ធម្មតាឧទាហរណ៍ she spy អាហ្នឹងវាមានតែ subject មួយមានកិរិយាសព្ទមួយអានេះជា simple independent clause the baby cried អាហ្នឹងក៏ជា simple independent clause ដែរទី6 compound independent clause two independent clause joined by for and nor but or yet so ឲ្យតែប្រភេទវាមានជា independent clause 2ដែលវាភ្ជាប់គ្នាដោយអាពាក្យទាំងអស់ហ្នឹងឧទាហរណ៍ I wanted to go ជា independent clause មួយវាជាប់គ្នា but it was raining អញ្ចឹងអាហ្នឹងគេហៅថា compound independent clause I wanted to go នេះគឺជា independent clause មួយ it was raining ក៏ជា independent clause គឺជាប់គ្នាដោយពាក្យ but he studied hard so he passed the exam ហ្នឹងក៏ជា compound independent clause ទី2ប្រភេទនៃ clause គឺប្រភេទ dependent clause ម្ដងឬក៏គេហៅថា subordinate clause វាមិនមែនជា main clause ទេគឺជា subordinate clause គឺ dependent clause នឹងឬក៏ subordinate clause ហ្នឹងគឺ has a subject and a verb cannot stand alone វាមាន subject ហើយនឹង verb ដែរប៉ុន្តែវាអត់អាច stand alone តែវាដូច independent clause បានទេគេថា needs an independent clause គឺវាត្រូវការ independent clause មកជួយវាឧទាហរណ៍ because it was raining អានឹងគឺជា
subordinate clause ហើយ because it was raining when he arrived ប្រយោគហ្នឹងវាត្រូវការ independent clause ដែរ when he arrived ឧទាហរណ៍នៅក្នុងប្រយោគអានេះគឺជា subordinate clause យើងមើលនេះគេថាយើងវាត្រូវការ independent clause I stay home because it was raining ណា because it was raining គឺជា subordinate clause អញ្ចឹងវាត្រូវការ main clause ដើម្បីជួយវានៅក្នុងដើម្បីបង្កើតជាប្រយោគមួយវាត្រូវការ independent clause គេចង់និយាយហ្នឹងអញ្ចឹងវាត្រូវការ independent clause I stay home វាជា independent clause ឬក៏ main clause because it was raining because it was raining គឺជា dependent clause ឬក៏ subordinate clause ហ្នឹងអញ្ចឹងវាមិនអាចមានតែ subordinate ឬក៏ dependent clause ដើម្បីបង្កើតបានទៅជាប្រយោគទេវាតម្រូវការ independent clause មកចូលរួមជាមួយទៅបានបង្កើតជាប្រយោគពេញលេញមួយប៉ុន្តែ independent clause គឺយើងអាចនៅតែឯងបានដោយវាមិនត្រូវការ subordinate clause ទេក៏អាចវាបង្កើតទៅជាប្រយោគពេញលេញដែរដូចជា I stay home ណាគឺជា independent clause យើងនិយាយថា I stay home តែប៉ុណ្្នឹងគឺមានន័យគ្រប់គ្រាន់ស្រាប់បានហើយយើងបើសិនជាយើងចង់បញ្ជាក់បន្ថែមទៀតគឺយើងប្រើ subordinate clause ឬក៏ dependent clause ហ្នឹងមកជួយមកបញ្ជាក់ន័យថាហេតុអីมันនៅផ្ទះយើងដាក់ because it was raining គេ when he arrived អាហ្នឹងជា independent clause ឬក៏ main clause ហើយ we start the meeting ណាចឹង we start the meeting ហ្នឹងគឺជា subordinate clause ហ្នឹងហើយបើយើងយក we start the meeting មើលទៅវាឆ្កងវាក្នុងប្រយោគវាឆ្កងអញ្ចឹងបើយើងដាក់ពាក្យ when he arrived ពេលដែលគាត់មកដល់យើងចាប់ដើមប្រជុំណាអាហ្នឹងវាមានន័យស្ដាប់បានហើយប្រភេទ dependent clause dependent clause វាមានដូចជា noun clause គឺ act like a noun បានថាបង្ហាញពីសកម្មភាពដែលជានាមឧទាហរណ៍ I know what he said ញ៉េ what he said អានេះជា noun clause she believed that hard work brings success អានេះគឺជា noun clause ទី2 adjective clause ឬក៏ relative clause describe a noun វាពិពណ៌នាពី noun ឧទាហរណ៍ the man who lives next door is a teacher the man វាទៅមាន adjective relative clause ដើម្បីពិពណ៌នាអំពី the man នេះអញ្ចឹង the man ហ្នឹងគឺចង់ពិពណ៌នាថា the man ហ្នឹងដែលជាមនុស្សដែលរស់ដែលមានដែលរស់នៅចិត្តគ្រូរបស់គាត់នោះ This is the book that I told you about ណាអញ្ចឹង that I told you about ហ្នឹងគឺចង់គេពិពណ៌នាអំពីសភៅហ្នឹងadverb clause so time reason condition អានឹងជា adverb clause ហើយឲ្យតែបង្ហាញពីពេលវេលា reason condition etc ជា adverb clause ដូចជា I will call you when I arrive when I arrive គឺជា adverb clause I will call you I will call you នេះវាមានជាលក្ខខណ្ឌតតែពេលដែលខ្ញុំមកដល់បាទខ្ញុំនឹង call តអ្នកឯងHe stayed inside because it was hot. Because it was hot ហ្នឹងគឺជា adverb clause ហ្នឹងគឺជា reason ហេតុផលឯងដែលត្រូវយើងពួកយើងនៅ
ស្ថិតនៅខាងក្នុងតតែវាក្តៅបានវាស្ថិតនៅក្នុងយើងមើល phrase vs clause versus clause ម្ដង phrase បើយើងនិយាយពី phrase no subject no verb ប៉ុន្តែ clause has subject has verb phrase in the room ប៉ុន្តែបើ clause វិញ he is in the room វាមានប្រធានមានកិច្ចសារសព្ទ after school and ណាគេឲ្យប្រៀបធៀបអញ្ចឹងចប់អញ្ចឹងសរុបមកវិញគ្រាន់តែសង្ខេបបន្តិច phrase គឺជាក្រុមនៃពាក្យដែលវាផ្គុំបង្កើតផ្គុំជួបគ្នាបង្កើតបានជាក្រុមនៃពាក្យមួយដ៏ធំមួយប៉ុន្តែវាមិនមែនជាប្រយោគពេញលេញទេចំណែកឯ clause គឺវាមានប្រធានមានកិច្ចសារវាគឺ clause វាអាចជាប្រយោគពេញលេញមួយនេះគេថា so ចំពោះ phrase cannot form a complete sentence ប៉ុន្តែបើ clause វាមាន subject មាន verb វាអាចបង្ហាញពី complete idea ឬក៏มันអាច complete idea បានអញ្ចឹងនៅថ្ងៃនេះយើងបានស្វែងយល់ពីសង្ខេបខ្លះអំពី phrase និង clause ហ្នឹងហើយនៅពេលក្រោយទៀតយើងនឹងបន្តសិក្សាវិជ្ជាករយើងបន្តទៀតនៅពេលក្រោយទៀតបាទសូមអរគុណសូមជម្រាបលា